មន្ទីរព័ត៌មានខេត្តប៉ៃលិនធ្វើពិធីសូត្រមន្តចម្រើនព្រះបរិត្តសិរីសួស្តីជ័យមង្គលអបអរសាទរបញ្ចូលឆ្នាំថ្មីប្រពៃណីជាតិរសៀលថ្ងៃទី12ខែមេសាឆ្នាំ2026ថ្នាក់ដឹកនាំមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តប៉ៃលិនបានធ្វើពិធីសូត្រមន្តចម្រើនព្រះបរិត្តបណ្ដេញឧបទ្រពពីឆ្នាំចាស់និងប្រោះព្រំលើករាសីនាំសិរីសួស្តីជ័យមង្គលដើម្បីអបអរសាទរបញ្ចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំមមីអដ្ឋស័កពុទ្ធសករាជ2570គ្រិស្តសករាជ2026ពិធីនេះបានប្រារព្ធធ្វើតាមទំនៀមទម្លាប់ប្រពៃណីខ្មែរដោយបាននិមន្តព្រះសង្ឃចំនួន5អង្គសូត្រមន្តចម្រើនព្រះបរិត្តជ័យតោសិរីសួស្តីជ័យមង្គលកើតមានដល់ថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ដោយបានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យទេវតាឆ្នាំថ្មីនិងវត្ថុស័ក្តិសិទ្ធិក្នុងលោកប្រទានពរជ័យសិរីមង្គលបវរមហាប្រសើរដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរព័ត៌មានទាំងអស់ព្រមទាំងក្រុមគ្រួសារសូមមានសុខភាពល្អមានសិរីសួស្តីជ័យមង្គលដើម្បីបន្តអភិវឌ្ឍវិស័យព័ត៌មានក្នុងខេត្តប៉ៃលិនឲ្យមានការរីកចម្រើនបន្ថែមទៀតបន្ទាប់ពីធ្វើពិធីសូត្រមន្តចម្រើនព្រះបរិត្តសិរីសួស្តីអបអរសាទរបញ្ចូលឆ្នាំថ្មីប្រពៃណីជាតិរួចថ្នាក់ដឹកនាំមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តប៉ៃលិនក៏បានទស្សនារបាំត្រុដិដែលជារបាំប្រពៃណីខ្មែរមួយប្រភេទដែលគេតែងតែប្រគំនៅរដូវចូលឆ្នាំថ្មីដោយរបាំនេះគឺគេសម្ដែងឡើងដើម្បីប្រសិទ្ធនៅសពសាធុការពរជូនដល់ប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីនៅពេលចូលឆ្នាំថ្មីនិងបណ្ដេញឧបទ្រពចង្រៃដែលកើតមានឡើងកាលពីឆ្នាំចាស់មកនេះឲ្យវិនាសចេញនិងនាំមង្គលល្អជំនួសមកវិញ។